សន្តាគារមួយមានប្រវត្តិអាថ៌កំបាំងជាច្រើនប៉ុន្តែករណីដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកភ្ញាក់ផ្អើលគឺការស្លាប់របស់ Elisa Lam និស្សិតដែលត្រូវបានរកឃើញសាកសពក្នុងធុងទឹកលើដំបូល A body has been found in a water tank on the roof of her hotel. Sinjin Alexander is tracking this, and Sinjin, Elisa Lam កើតនៅប្រទេសកាណាដាហើយរស់នៅទីក្រុង Vancouver នាងជានិស្សិតសាកលវិទ្យាល័យនិងចូលចិត្តធ្វើដំណើរ Elisa មានរលកនៅលើអ៊ីនធឺណិតនិងនាងសរសេរអំពីជីវិតនិងការធ្វើដំណើរនិងអារម្មណ៍ផ្ទាល់ខ្លួនគ្រួសាររបស់នាងក៏បាននិយាយថានាងមានជំងឺ bipolar disorderហើយត្រូវការញ៉ាំថ្នាំព្យាបាលជាប្រចាំនៅឆ្នាំ2013 Elisa បានធ្វើដំណើរទេសចរតែម្នាក់ឯងនៅសហរដ្ឋអាមេរិកនាងបានធ្វើដំណើរឆ្លងកាត់ទីក្រុងជាច្រើនរួមមាន San Diego, Los Angeles នៅថ្ងៃទី26 ខែមករាឆ្នាំ2013នាងបានចូលស្នាក់នៅសន្តាគារ Cecil Hotel សន្តាគារនេះមានប្រវត្តិគួរខ្លាចណាស់ក្នុងអតីតកាលមានករណីសម្លាប់និងឧក្រិដ្ឋកម្មជាដើមនេះធ្វើឲ្យមនុស្សជាច្រើនជឿថាសន្តាគារនេះមានអាថ៌កំបាំងជាច្រើនដែលត្រូវពាក់ព័ន្ធជាមួយ Elisa ថ្ងៃទី31 ខែមករាឆ្នាំ2013គឺជាថ្ងៃចុងក្រោយដែលគេឃើញ Elisa ជាប្រចាំថ្ងៃនាងត្រូវទេទូរស័ព្ទទៅគ្រួសាររបស់នាងប៉ុន្តែថ្ងៃនោះនាងមិនបានតាក់ទងទៀតទេគ្រួសាររបស់នាងបានរាយការណ៍ទៅប៉ូលីសបានរកឃើញវីដេអូពីក្នុងសន្តាគាររបស់នាង Elisa ចូលទៅក្នុងចណ្ដារយន្តនាងចុចប៊ូតុងជាច្រើននៅក្នុងចណ្ដារយន្តបើយើងមើលតាមកាមេរ៉ាសុវត្ថិភាពយើងហាក់ដូចជាឃើញនាងកំពុងតែលាក់ខ្លួនពីនរណាម្នាក់នាងធ្វើសញ្ញាដៃចម្លែកវីដេអូនេះធ្វើឲ្យមនុស្សជាច្រើនលើអ៊ីនធឺណិតសង្ស័យថាមានអ្វីមួយកំពុងកើតឡើងជាមួយនាងប្រហែល19ថ្ងៃក្រោយអ្នកស្នាក់នៅសន្តាគារបានត្អូញត្អែរថាទឹកមានក្លិនអាក្រក់ពណ៌ទឹកមានរាងចម្លែកបុគ្គលិកសន្តាគារបានឡើងទៅលើដំបូលសន្តាគារហើយបានរកឃើញសពរបស់ Elisa Lam នៅក្នុងធុងទឹកធំប៉ូលីសបានស៊ើបអង្កេតនិងរកឃើញថាมันមានសញ្ញាថានាងត្រូវបានសម្លាប់នោះឡើយมันមានសារធាតុញៀននៅក្នុងឈាមការស្លាប់ត្រូវបានកំណត់ថាលង់ទឹកប៉ុន្តែចំណុចចម្លែកនៅតែមានធុងទឹកខ្ពស់ណាស់វានឹងពិបាកនឹងឡើងដំបូលក៏ត្រូវបានចាក់សោរួមទាំងមិនមានសាក្សីឃើញនាងឡើងលើដំបូលទៀតផងមនុស្សនៅទីនោះក៏បាននិយាយទិសដីជាច្រើនទី1នាងមានជំងឺផ្លូវចិត្ត Elisa អាចនឹងមិនបានញ៉ាំថ្នាំ bipolar ហើយធ្វើឲ្យនាងមានអាកប្បកិរិយាចម្លែក2គ្រោះថ្នាក់នាងអាចឡើងទៅលើដំបូលដោយខ្លួនឯងហើយធ្លាក់ចូលទៅក្នុងធុងទឹក3ករណីឧក្រិដ្ឋកម្មលោកខ្លះជឿថាមាននរណាម្នាក់ពាក់ព័ន្ធប៉ុន្តែគ្មានភស្តុតាងបញ្ជាក់នោះឡើយចុងក្រោយករណីនេះត្រូវបានកំណត់ថាលង់ទឹកដោយគ្រោះថ្នាក់ប៉ុន្តែមនុស្សជាច្រើននៅតែជឿថាអាចកំបាំងមួយនៅពីក្រោយក្នុងរបស់វា